បើចំពោះមួយទៀតរបរចិញ្ចឹមចង្រិតបាទចិញ្ចឹមចង្រិតនេះហាក់បីដូចជាប្លែកហើយក៏ថ្មីក៏ប៉ុន្តែមានចំណូលល្អដើម្បីនឹងជួយដល់សេដ្ឋកិច្ចគ្រួសាររបស់បងប្អូនហើយក៏ការចិញ្ចឹមនោះក៏មិនពិបាកទៀតបាទបងប្អូនអាចទេសនាក៏ដូចជាតាមដានជាមួយនឹងការចិញ្ចឹមចង្រិតដែលបានកើតមាននៅឯទីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបាទបច្ចុប្បន្ននេះគេឃើញសត្វចង្រិតមាននាំចូលវិស័យថៃច្រើនគីឡូដែរតាមជាអតិថិជនប៉ែតដោយសារឃើញគុណប្រយោជន៍សត្វចង្រិតដូចនេះគឺជារដ្ឋមួយចំនួនបានមកផ្ទេរចិញ្ចឹមសត្វចង្រិតដើម្បីបំពេញសេចក្តីតម្រូវការទីផ្សារលោកយុឲ្យក្រៅពីការចិញ្ចឹមត្រីកង្កែបមាន់ទានោះគឺយើងឃើញថាជារដ្ឋយើងងាកមកចិញ្ចឹមចង្រិតគឺថាដោយការចំណាយទុនតិចលោកយុចំណាយទុនតិចហើយគឺថាយើងទិញតែពើហើយគឺថាយើងញាស់ហើយនេះគឺថាมันបាច់ទិញចំណីទេដោយសារយើងឲ្យតែស្មៅនឹងស្លឹកកណ្ដោស្លឹកបាសតែជាវល្លិដុកដល់ធម្មជាតិនឹងយកដាក់វាទីទៅគឺវានឹងផ្ដល់ផលឲ្យយើងតែម្ដងមិនបាច់ចំណាយដើមក្នុងការផ្ដល់ចំណីវិទ្យាលោកយុគេនៅអញ្ចឹងហើយរយៈពេលប្រហែលគេគិតរាប់ជាចាគេចាប់លក់ម្ដងលោកលីចាបាទកញ្ញាឋានៈគេជាបរិវត្តយើងដំបូងមកគឺថាទិញពើខៃមកទេពើក្នុងមួយចានហ្នឹងតម្លៃតាមលទ្ធភាពនោះទៅយកមកដាក់ញាស់គឺរយៈពេលកន្លះខែហើយចាប់ញាស់ហ្នឹងបើសិនជាអាកាសធាតុក្តៅគឺអាចញាស់មុនការកំណត់តែព្រោះអាកាសធាតុត្រជាក់អាចញាស់លើកំណត់2ថ្ងៃហើយពេលដែលញាស់បានមកហើយហ្នឹងគឺរយៈពេលតែ2ខែគឺចង្រិតហ្នឹងអាចពើបានហើយក្រោយពីពើមកយើងអាចយកមេវាហ្នឹងលក់ធ្វើជាអាហារសម្រាប់គ្រប់គ្រួសារហ្នឹងណាហើយនិយាយគ្រប់បំផុតហ្នឹង2ខែទេណាអាចចិញ្ចឹមតែ2ខែទេលោកយុអាចពើហើយហ្នឹងព្រោះយើងទុកយកពើបន្តទៀតក៏បានយើងអាចយកមេទៅលក់ក៏បានដែរលោកយុ1គីឡូប្រហែលគេលក់តម្លៃយ៉ាងម៉េចហ្នឹងគឺថាតម្លៃយើងបោះដុំតែ8000ទេតែគេអ្នកលក់នេះអាចដល់10000 1គីឡូអាចដល់10000រៀលលោកយុ10000រៀលចង់ស្មើនឹងមាន់មួយហ្នឹងចាលោកយុហើយចង់និយាយថានៅពេលដែលគាត់ចិញ្ចឹមចប់2ខែហ្នឹងបានចំនួនប្រហែលគីឡូដែរលោកលីចាតាមកញ្ញាឋានៈគឺថាតាមមួយចានហ្នឹងកន្លែងធំតូចណាញាស់ទៅគឺថាបានមេមកហ្នឹងមេអាចពើទៅតាម5ចានបានន័យថាមួយចំណេញ5គុណនឹង5ហ្នឹងកញ្ញាឋានៈ1គុណ5អាចថាចំណាយដើមទុន10000អញ្ចឹងទៅយើងអាចបានពើវាមកលក់វិញបាន50000ដូចទៅចំណេញ1គុណនឹង5ហើយយើងអាចផលមេបានលក់ទៀតផ្សេងទៀតបាទនេះរយៈពេលតែ2ខែទៅលោកយុហើយការចិញ្ចឹមអត់មានចំណាយលុយទៅទិញតែវាទេទៅផ្លាស្ទិកទេណាមកតែផ្លាស្ទិកទៅឲ្យវាស៊ីទៅរួចស្រេចតែម្ដងយុហើយចុះទីផ្សារសម្រាប់បងប្អូនដែលគាត់ចិញ្ចឹមចង្រិតនេះយ៉ាងម៉េចដែរលោកលីចាបាទទីផ្សារនេះបច្ចុប្បន្នគឺពើចង្រិតនៅទីក្រុងប៉ោយប៉ែតគឺមានអតិថិជនពីភ្នំពេញពីខេត្តខាងក្នុងក៏មកទិញតាមទូរស័ព្ទពីច្រើនដើម្បីទទួលឲ្យពួកគាត់ចិញ្ចឹមនៅក្នុងប្រទេសតទៀតហ្នឹងខ្ញុំដល់កអត់ហើយនៅកន្លែងនៅប៉ោយប៉ែតហ្នឹងមានប្រហែលកន្លែងដែរដែលចិញ្ចឹមហ្នឹងបាទតួលេខមិនទាន់គ្រប់គ្រងបានទេខ្ញុំបាទសួរទៅមន្ត្រីជំនាញខាងពេទ្យសាស្ត្រឬខាងជួបហើយលោកថាមិនទាន់គ្រប់គ្រងបានដោយសារបញ្ហានោះទុំខុសជាប្រវត្តិយើងទុំមកចិញ្ចឹមតាមគ្នាហើយពួកគាត់គឺគ្មានគ្រូណាប្រហាត់រៀនគាត់គាត់ឃើញរបៀបចិញ្ចឹមពីគ្នាចេះចិញ្ចឹមហ្នឹងហើយចេះឆ្នៃប្រឌិតទៅដូចជាលើកទី1ហ្នឹងណាដែលលឺថាចិញ្ចឹមចង្រិតលក់នេះចាំបាទយើងឃើញជាប្រវត្តិយើងបាក់ចិញ្ចឹមគ្រូចិញ្ចឹមមាន់ហ្នឹងហើយកែចិញ្ចឹមត្រីឥឡូវហ្នឹងគឺថាងាកមកចិញ្ចឹមចង្រិតអត់ដូចចំណីអាហារលោកយកអត់ទេបោកតែស្មៅដុំមុខផ្ទះហ្នឹងហើយលឹកកឡោកលឹកអីទៅគឺរួចខ្លាចតែម្ដងហើយការខូចខាតអីមានទេមានអត្រាខ្ពស់ទេពុំមានការខូចខាតទេយើងត្រូវមានរបៀបចិញ្ចឹមថែទាំវាច្បាស់លាស់គឺថាមានបាយក្រើកកុំឲ្យជីកចូលលួចស៊ីលោកយកពីសាច់ម៉ាស៊ីនលាបប្រេងម៉ាស៊ីនជុំវិញអាងកុំឲ្យសម្ោចចូលស៊ីដែរព្រោះថាសម្ោចឡើងជីកចូលបានវាអាចស៊ីចង្រិតដែរលោកយកសម្ោចស៊ីចង្រិតបាទសម្ោចស៊ីចង្រិតហើយចង្រិតតូចៗហ្នឹងណាស៊ីដែរនោះឲ្យរវាមអស់បាទស្លឹកកឡូមីលោកយកស្លឹកកឡូនេះយើងដាំកឡូបានមើលហើយស្លឹកវាហ្នឹងបានចិញ្ចឹមចង្រិតទៀតអត់យើងច្រើនចឹងល្អមែនតើបាទកម្មវិធីរបស់យើងសន្មតចាប់តែប៉ុណ្ណេះអ្វីទាំងអស់ដែលកម្មវិធីរបស់យើងបានលើកនឹងបង្ហាញជូននេះគឺក្នុងគោលបំណងដើម្បីនឹងជូនជាគំនិតដល់ប
បងប្អូនជនរួមជាតិប្រជាកសិករដែលគិតថានឹងរករបរអ្វីបន្ថែមនៅក្នុងផ្នែកកសិកម្មនេះឬក៏ចិញ្ចឹមសត្វនេះដើម្បីនឹងជួយដល់សេដ្ឋកិច្ចគ្រួសាររបស់បងប្អូនអាចសិក្សាស្រាវជ្រាវនិងរិះរកនិងសម្រេចចិត្តបានដោយខ្លួនឯងកម្មវិធីរបស់យើងសម្រាប់ចាប់តែប៉ុណ្ណេះសន្យាវិនមកជួបប្រិមិត្តជាថ្មីម្ដងទៀតនៅសប្ដាហ៍ក្រោយនៅពេលនេះខ្ញុំបាទសំជយាសូមគោរពលា